បាទគ្រប់ជំរាបសួរបងប្អូនសាជាថ្មីថ្ងៃនេះគឺជាថ្ងៃដ៏ពិសេសខ្លាំងមែនទែនដោយសារតែថ្ងៃនេះគឺយើងនឹងជួបជាមួយនឹងវាគ្មិនដែលខ្ញុំតែងតែពេញចិត្តខ្ញុំតែងតែតាមដានស្ដាប់នៅវីដេអូដូចជាមាតិការបស់លោកច្រើនខ្លាំងមែនទែនលោកគឺជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យកុមារអង្គរសៀមរាបហើយលោកក៏ជាអគ្គនាយកក្រុមហ៊ុន Campaign ថ្នាំពណ៌ជាតិផងដែរដូច្នេះកុំឲ្យខាតពេលវេលាយូរបងប្អូនសូមគោរពអញ្ជើញស្វាគមន៍លោកគ្រូសោមសម្បត្តិជាមួយខ្ញុំទាំងអស់គ្នាបាទគ្រប់ជំរាបសួរលោកគ្រូបាទសូមគោរពជំរាបសួរហើយសូមជំរាបសួរប្រិយមិត្តទាំងអស់បាទលោកគ្រូសុខសប្បាយថ្ងៃនេះបាទអូបើយើងនិយាយពីសុខសប្បាយមួយរយៈនេះគឺសុខភាពល្អមែនតើអត់ដែលចេះឈឺសំបីតែផ្ដាសាយក៏ដែលមានដែរបាទអញ្ចឹងល្អគ្រូដោយសារតែសុខភាពគឺជាចំណុចចាប់ផ្ដើមដំបូងបំផុតបើយើងអត់មានសុខភាពទេលោកគ្រូទោះបីយើងមានចំណេះជំនាញប៉ុណ្ណាយើងពិតជាមិនអាចធ្វើអីបានទេបាទព្រោះទ្រឹស្ដីរបស់ខ្ញុំផ្ទាល់ហ្មងថាសម្រស់ជាលៀបសុខភាពជាទ្រព្យបញ្ញាជាទ្រព្យសិលជាអាវុធអញ្ចឹងខ្ញុំយកសុខភាពគឺជាទ្រព្យសម្បត្តិធំជាងគេបង្អស់បាទល្អមែនតើលោកគ្រូបាទអញ្ចឹងលោកគ្រូថ្ងៃនេះមែនតើទៅខ្ញុំទៅតែគ្រប់អញ្ជើញលោកគ្រូចូលរួមកម្មវិធីទេប៉ុន្តែលោកគ្រូអាចលេខលើកពេលវេលាបានមកចូលរួមលឿនខ្លាំងមែនតើលោកគ្រូឆ្លើយតបក៏លឿនកំណត់ពេលវេលាក្នុងការចូលរួមក៏លឿនផងដែរអញ្ចឹងបងប្អូនលោកគ្រូមានគោលគំនិតសំខាន់មួយចំនួនដែលខ្ញុំពិតជាពេញចិត្តខ្លាំងមែនតើហើយខ្ញុំដាច់ខាតត្រូវតែអញ្ជើញលោកគ្រូមកចូលរួមនៅក្នុងកម្មវិធីអញ្ចឹងជាកិច្ចចាប់ផ្ដើមដំបូងខ្ញុំសូមអញ្ជើញលោកគ្រូធ្វើការបកស្រាយនៅគោលគំនិតដំបូងមួយដែលខ្ញុំពិតជាចាប់អារម្មណ៍ខ្លាំងមែនតើមួយរយៈចុងក្រោយនេះអញ្ចឹងគោលគំនិតដំបូងនោះគឺកុំខ្លាចគេអន់ចិត្តគួរខ្លាចខ្លួនឯងអន់អញ្ចឹងសូមគោរពអញ្ជើញលោកគ្រូបកស្រាយនៅចំណុចទី1នេះលោកគ្រូបាទជាបឋមគឺគណៈសូមក្រាបថ្វាយបង្គំហើយនឹងជម្រាបសួរបងប្អូនទាំងអស់ហើយមូលហេតុដែលថាខ្ញុំតែងតែប្រើពាក្យគណៈសូមក្រាបថ្វាយបង្គំហ្នឹងដោយសារពេលដែលទៅក្រៅទៅជួបប្រសង់ណាមួយចំនួនលោកដេញមកសួរថាលោកគ្រូអីចឹងណាអាត្មាតាមដានកម្មវិធីចែកម្លែករបស់លោកគ្រូដែរដល់ពេលអញ្ចឹងក៏នឹកឃើញថាអ្នកទស្សនាមិនមែនត្រឹមតែប្រសក់ទេក៏មានប្រសងដែរណាហើយមួយទៀតខ្ញុំទៅក្រៅប្រទេសក៏មានបងប្អូនយើងនៅក្រៅនោះស្គាល់ដែរណាអ្វីត្បិតតែខ្ញុំមិនទាន់បានទៅប្រទេសឆ្ងាយទេប៉ុន្តែចិត្តស្គាល់ដែរម្ល៉េះហើយបានពេលជម្រាបសួរមិនដែលភ្លេចរឿងជម្រាបសួរអ្នកនៅក្រៅប្រទេសទេហ្នឹងព្រោះតាមខ្ញុំដឹងមកគឺកម្មវិធីនេះគឺក្រៅពីយើងនិយាយជាភាសាខ្មែរយើងក៏មានការបកប្រែទៅជាអក្សរនិងជាសំឡេងបាទជាភាសាអង់គ្លេសដែរបាទនេះគេហៅថាយើងឈានទៅកាន់វេទិកាពិភពលោកមួយបាទហ្នឹង Global អញ្ចឹងដែលតាក់ទងមួយនឹងសំណួរដែលសួរថាឬក៏ជាគំនិតដែលថាកុំខ្លាចគេអន់ចិត្តខ្លាចតែយើងនេះវាអន់ហ្នឹងណាបាទព្រោះខ្ញុំចង់ឲ្យយល់ពាក្យថាចិត្តនិងគំនិតបើមែនតើពាក្យតែមួយហ្នឹងហើយឃើញទេអញ្ចឹងបើយើងអន់ចិត្តក៏វាស្មើគំនិតអន់ហ្នឹងហើយប៉ុន្តែបើពេលយើងនិយាយថាអន់ចិត្តដោយថាធម្មតាតែបើយើងនិយាយពីអន់គំនិតយើងទៅជាខឹងតែផ្ទុយទៅវិញតែបើយើងនិយាយពីថាចិត្តខ្លាំងយើងទៅជាមានអារម្មណ៍ថាអត់ល្អតែបើគំនិតខ្លាំងយើងថាល្អបងប្អូនស្ដាប់ខ្ញុំឲ្យតន់ណាឃើញទេយើងមានពេលខ្លះយើងដូចយល់បញ្ច្រាស់ហ្មងបើគេនិយាយថាចិត្តខ្លាំងណាឯងចិត្តខ្លាំងយើងធំរៀងធំចង់ខឹងតែបើនិយាយថាឯងគំនិតខ្លាំងទៅជាសុបាយចិត្តវិញថាគេទៅសើយើងហ្នឹងតែដល់ពេលដែលមកបើគេនិយាយថាយើងចិត្តអន់ម៉េះយើងរៀងធំតូចចិត្តតែយើងភ្លេចគិតថាកាប់ប្រអាចចិត្តអន់ហ្នឹងវាដូចជាគំនិតអន់ដែរណាបើចឹងគំនិតអន់ហ្នឹងវាកាន់តែផុងជ្រៅទៅទៀតណាម្ល៉េះហើយបានជាខ្ញុំចង់ឲ្យបងប្អូនយើងយល់អំពីថាចិត្តនិងគំនិតហ្នឹងការពិតបើមែនតើវាពាក្យតែមួយទេហ្នឹងគ្រាន់តែថាអូខេចិត្តឬចិត្តតៈហ្នឹងអាចថាយើងយកពីបាលីមកចឹងទៅបាទគំនិតយើងយកពីសំស្ក្រឹតមកចឹងទៅប៉ុន្តែការពិតពាក្យហ្នឹងន័យតែមួយសោះម្ល៉េះហើយខ្ញុំលើកអាហ្នឹងមកនិយាយដោយសារពេលខ្លះណាឃើញយើងរស់នៅក្នុងចិត្តអ្នកដទៃបាទឬក៏រស់នៅលើគំនិតរបស់អ្នកដទៃអត់រស់នៅនឹងចិត្តគំនិតខ្លួនឯងហើយខ្មែរយើងខ្លាចច្រឡំយើងប្រើពាក្យជាទូទៅយើងប្រើពាក្យចិត្តគំនិតដោយសារឲ្យគាត់លោកបញ្ជាក់ណាគេហៅចាស់ពីមុនបញ្ជាក់ថា
ឲ្យយល់ថាហ្នឹងវាតែមួយទេចិត្តនឹងគំនិតវាតែមួយទេហ្នឹងហើយម្ល៉េះហើយបើសិនជាយើងរស់នៅដោយខ្លាចគេអន់ចិត្តហ្នឹងហើយយើងខំប្រឹងផ្គប់ចិត្តគេហ្នឹងហើយអញ្ចឹងវាមានន័យថាចិត្តគេមិនគំនិតគេមិនយើងចេះតែខំប្រឹងធ្វើតាមទៅវាទៅជាខ្លួនឯងនេះអត់មានចិត្តមានគំនិតខ្លួនឯងមកយើងឡើយតាមគេឡើយផ្គប់គេហ្នឹងហើយដល់ពេលផ្គប់គេទៅអូមកថាជួនកាលខ្លាចគេខឹងខ្លាចគេអន់ចិត្តខ្លាចគេមិននិយាយរកខ្លាចគេមិនរាប់អញ្ចឹងយើងសួរតែជាក់ស្ដែងថាជន់នៅពេលដែលយើងអន់វិញហ្នឹងហើយគេរាប់យើងទេបាទគេអត់រាប់យើងទេហ្នឹងហើយពីព្រោះវាខាតពេលគេហ្នឹងអញ្ចឹងដល់ទៅពេលយើងកន្លែងតែខ្លាចគេអន់ចិត្តវាភ្លេចខ្លាចខ្លួនឯងអន់ដល់ទៅពេលថ្ងៃក្រោយគេអត់រាប់អានយើងដោយថាគេឃើញយើងអន់ពេលហ្នឹងយើងចាប់ផ្ដើមអន់ចិត្តមែនតើហ្មងហ្នឹងដល់ទៅពេលអន់ចិត្តម្ដងនេះយើងអន់ចិត្តតែម្នាក់ឯងហ្នឹងមុនដំបូងខ្លាចគេអន់ចិត្តដល់ពេលឥឡូវនេះអង្គុយអន់ចិត្តខ្លួនឯងហ្នឹងដល់ទៅពេលអន់ចិត្តមានន័យថាពេលដែលយើងចាប់ផ្ដើមអង្គុយអន់ចិត្តហ្នឹងគឺយើងត្រូវទៅស្គាល់ថាពេលដែលយើងកំពុងតែអន់ចិត្តហ្នឹងគឺយើងកំពុងតែអន់គំនិតហើយហ្នឹងហើយមនុស្សយើងចំណាំមើលឲ្យតែយើងចាប់ផ្ដើមអង្គុយអន់ចិត្តមានតែយើងចាប់ផ្ដើមសុញគំនិតគិតអីឡើងចាញ់បាទចាប់ផ្ដើមស្មុកខ្មែរយើងថាស្មុកចាប់ផ្ដើមស្មុកគិតអីឡើងចាញ់សុញគំនិតអស់ហើយអញ្ចឹងទេពេលខ្លះយើងត្រូវតែរស់នៅយើងត្រូវតែក្លាហានហ្មងហ្នឹងហើយបាទត្រូវតែក្លាហានហ្មងកណាសុំអភ័យទោសហើយក៏សុំទោសបងប្អូនពេលខ្លះចង់និយាយថាប្រើពាក្យទៅរៀងអសុរោះបន្តិចថាដូចពាក្យថាអញរឿងខ្លះយើងត្រូវគិតមកថាគិតក្នុងចិត្តណាអញអត់ទៅទេហ្នឹងត្រូវបដិសេធគឺបដិសេធផឹងហ្មងថាអញអត់ទៅទេហ្នឹងបើទៅហ្នឹងវាធ្វើឲ្យយើងនឹងរៀនសូត្រអីបានមួយឬក៏បានប្រយោជន៍អីមួយយើងទៅប៉ុន្តែដល់ពេលយើងនិយាយថាយើងទៅនឹងរៀនសូត្រអីមួយបានប្រយោជន៍អីមួយគេគិតថាយើងមើលឃើញតែប្រយោជន៍ហ្នឹងអាកន្លែងចំណុចកន្លែងហ្នឹងខ្ញុំចង់បញ្ជាក់ថែមបន្តិចទៀតនៅពេលយើងនិយាយថាពេលដែលគេថាយើងមើលឃើញតែប្រយោជន៍ពេលខ្លះយើងនឹងគិតខុសទៀតពេលគេថាឯងមើលឃើញតែប្រយោជន៍ហ្នឹងប្រហែលជាគេគិតថាឯងនេះជាមនុស្សលោកមនុស្សអីសូមកុំយល់ច្រឡំអញ្ចឹងហ្នឹងពីព្រោះពាក្យថាប្រយោជន៍សំខាន់ណាស់ការរស់រៀនមានជីវិតការរីកចម្រើនរបស់យើងនេះលុះត្រាតែយើងធ្វើរឿងមានប្រយោជន៍បានយើងអាចរីកចម្រើនទៅបានបើសិនជាយើងធ្វើរឿងអត់ប្រយោជន៍យើងក៏លាយអស់ហើយហ្នឹងហើយបាទគឺបំផ្លាញខ្លួនឯងហើយដូច្នេះគឺអាកំណត់ខ្ញុំដែលខ្ញុំចង់បង្កប់ហ្នឹងគឺមានន័យប្រហាក់ប្រហែលប៉ុណ្ណឹងតើដែលលោកគ្រូតារអាចមានស្អីដែលថាចង់ឆ្កឹះឬក៏កោះបន្ថែមទៀតទេបាទលោកគ្រូបើពីអ្វីដែលខ្ញុំយល់គឺថាក្រោយការបកស្រាយនេះខ្ញុំអង្គុយញឹមជាប់តែម្ដងបាទហើយមូលហេតុហ្នឹងគឺថាអត្តន័យគ្រប់គ្រាន់ពេញលេញពីរសស្ដាប់ហើយមានអត្តន័យអញ្ចឹងកន្លែងនេះខ្ញុំមិនមានអ្វីថែមទេតែថែមទៅអាចទៅជារឿងផ្សេងអាចនឹងស្ដាប់លែងយល់ឬក៏វង្វេងបងប្អូនជាអ្នកស្ដាប់អញ្ចឹងខ្ញុំសូមបន្តគោលគំនិតសំខាន់និងមានអត្ថន័យទី2តែម្ដងលោកគ្រូបាទដោយគោលគំនិតទី2ហ្នឹងគឺថាចង់ឲ្យគេបដូរអីបើខ្លួនឯងនៅតែដដែលអញ្ចឹងសូមគោរពអញ្ជើញលោកគ្រូបន្តតែម្ដងបាទអញ្ចឹងកណាតែគុំម្ដងទៀតហើយក៏សូមជម្រាបសួរបងប្អូនណាក្នុងគេហៅថាបន្តចូលគោលគំនិតទី2បាទឬក៏សំណួរដើម្បីរំលេចចេញនៅគំនិតទី2ពីព្រោះយើងជាទូទៅហ្នឹងហើយបាទជាទូទៅមិនបាច់ថាទៅណាទេសូម្បីនៅផ្ទះក៏ចឹងដែរខ្លួនយើងហ្នឹងគឺថាយើងប្រឹងរក្សាខ្លួនយើងនៅដដែលអញ្ចឹងដើម្បីបង្ហាញថានេះអញចំហនឹងនៅឃើញហើយដល់ទៅពេលដតីថាចុះអានេះឲ្យមិនមិនដោអានោះឲ្យមិនកំផ្លាស់បដោអានោះមិនកំផ្លាស់បដោហ្នឹងអញ្ចឹងបានខ្ញុំថាចុះមិនបានយើងនាំគ្នាចង់ឲ្យគេផ្លាស់បដោអីបើយើងនៅតែដដែលហ្នឹងឃើញហើយយើងសួរថាបើគេផ្លាស់ប្ដូរហើយយើងនៅដដែលយើងតាមគេតន់ដែរយើងតាមគេអត់តន់ទេហ្នឹងហើយពួកពាក្យថាយើងនៅដដែលបើមែនតើបើគេដូរតែបន្តិចយើងនៅដដែលស្មើនឹងយើងថយក្រោយហើយណាឧទាហរណ៍ថាយើងនៅដដែលគេឈាន3ជំហានទៅមុខអញ្ចឹងមានន័យគេទៅឆ្ងាយជាងយើងបាត់ហើយបើមិនយើងនៅដដែលមានន័យថាយើងនៅពីក្រោយគេកាន់តែឆ្ងាយដូច្នេះ
dươngត្រូវមើលខ្លួនយើងវិញបាទត្រូវមើលខ្លួនយើងវិញអាហ្នឹងកត្តាទី1កត្តាមួយទៀតអ្វីដែលយើងត្រូវគិតថាពេលខ្លះអ្នកដទៃគេមិនផ្លាស់ប្ដូរទេពីព្រោះគេក៏កំពុងតែចាំមើលយើងផ្លាស់ប្ដូរដែរអត់អញ្ចឹងហ្នឹងហើយដល់ពេលអញ្ចឹងអាក្នុងគណៈដែលគេកំពុងតែចាំមើលយើងផ្លាស់ប្ដូរអាយើងហ្នឹងក៏ទៅតែចាំមើលគេផ្លាស់ប្ដូរដែរណាអញ្ចឹងមានន័យថាយើងទាំងពីរនាក់ហ្នឹងកំពុងស្ថិតនៅក្នុងស្ថានភាពរងចាំដូចគ្នាណាខ្ញុំឧទាហរណ៍ថាប្តីនិងប្រពន្ធចុះប្រពន្ធគាត់ថាបើសិនតែបងឯងបដូរអានេះមួយនោះពីរខ្ញុំនឹងបដូរអានេះមួយនោះពីរប្តីក៏កំពុងតែគិតថាបើសិនជាអូនឯងដូរអានេះមួយពីរទៅខ្ញុំក៏នឹងបដូរអាហ្នឹងមួយពីរដែរអញ្ចឹងមានន័យថាពីរនាក់ហ្នឹងស្ថិតនៅក្នុងការរងចាំដូចគ្នាអត់មាននរណាចាប់ផ្ដើមមុនទេហ្នឹងហើយអញ្ចឹងសំណួរដែលយើងត្រូវសួរថាអ្នកណាគេចាប់ផ្ដើមមុននៅក្នុងសង្គមយើងច្រើនដែលចង់ឈ្នះចង់ចាញ់ចង់ឈ្នះចង់ចាញ់គឺមានន័យថាយើងមិនព្រមបដូរទេយើងចាំថាគេដូរមុនពីព្រោះយើងថាបើគេដូរមុនយើងឈ្នះហ្នឹងហើយបើយើងដូរមុនយើងទៅជាចាញ់គេវិញតែការពិតបើយើងនិយាយពីក្នុងស្ថានភាពជាក់ស្ដែងដែលធ្វើឲ្យជីវិតរៀងរីកចម្រើនណាអ្នកដូរមុនហ្នឹងហើយផ្លាស់ប្ដូរមុនរីកចម្រើនមុនអ្នកផ្លាស់ប្ដូរក្រោយរីកចម្រើនក្រោយអញ្ចឹងយើងឧទាហរណ៍ថាយើងពីរអ្នកមានទម្លាប់អាក្រក់ដូចគ្នាហ្នឹងចុះបើគេបដូរទៅកាន់ទម្លាប់ល្អមុនយើងតើគេរីកចម្រើនមុនឬយើងរីកចម្រើនមុនហ្នឹងគេរីកចម្រើនមុនពួកគេបដូរទៅកាន់ទម្លាប់ល្អមុនហើយបើដឹងតែចឹងដែរចាំគេធ្វើអីហើយទុកខ្លួនឯងនៅដដែលធ្វើអីមិនក៏យើងមិនព្រមនាំមុខគេវិញហើយពេលខ្លះយើងគិតថាដេញធ្វើទៅនាំតែចាញ់ចិត្តឃើញទេបាទនាំតែចាញ់ចិត្តសូមឲ្យយល់ថាការពិតអត់ទេហ្នឹងហើយការដែលផ្លាស់ប្ដូរមុនគឺស្មើនឹងការនាំមុខមុនហ្នឹងហើយអញ្ចឹងពេលណាដែលយើងចាប់ផ្ដើមនាំមុខមុនគឺយើងជាអ្នកឈ្នះតាមានយើងជាអ្នកចាញ់ទេហ្នឹងហើយកុំថាគេឲ្យយើងធ្វើហើយស្រាប់តែយើងធ្វើមុនយើងទៅជាចាញ់គេមិនមែនទេណាព្រោះពេលខ្លះវាជាការយល់ខុសដល់ពេលយើងយល់ខុសយើងមិនមែនប្រជែងលើការឈ្នះចាញ់ទេគឺមានន័យថាយើងគឺប្រជែងទៅលើភាពមានះអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនយល់កន្លែងហ្នឹងមានន័យយើងប្រជែងលើភាពមានះយើងចាំគេថាអញមិនដូរមុនអញក៏មិនដូរហ្នឹងមានន័យថាអាហ្នឹងមានះទេឃើញហ្នឹងហើយមិនមែនរឿងល្អទេការពិតរឿងមានះហ្នឹងអញ្ចឹងយើងលះបង់អាមានះហ្នឹងចោលទៅយើងផ្លាស់ប្ដូរមុនហើយនៅពេលដែលយើងទម្លាប់ផ្លាស់ប្ដូរមុនធ្វើអីបានមុនថ្ងៃក្រោយគេធ្វើតាមក្រោយយើងសួរថានរណាខ្លាយទៅជាអ្នកដឹកនាំយើងបាទយើងអ្នកផ្លាស់ប្ដូរមុនយើងធ្វើឲ្យមានភាពប្រសើរឡើងមុនអញ្ចឹងគេធ្វើតាមយើងដល់ពេលគេធ្វើតាមយើងខ្លាយជាអ្នកដឹកនាំហ្នឹងហើយឧទាហរណ៍ថាដូចខ្ញុំមកដល់ពេលនេះដែលខ្ញុំអាចទៅដឹកនាំមន្ទីរពេទ្យជាប្រធានក្រុមប្រឹក្សាពិបាលបានផងខ្ញុំអាចធ្វើជាអគ្គនាយកក្រុមហ៊ុន campaign ថ្នាំពណ៌ជាតិនេះបានផងសួរថាខ្ញុំទៅរងចាំឲ្យគេទៅធ្វើស្អីមុនខ្ញុំគឺតែគេចាប់ផ្ដើមស្អីមុនខ្ញុំមិនមែនអត់ទេគឺខ្ញុំអ្នកនាំគេធ្វើមុនហ្នឹងបាទនាំគេធ្វើមុនខ្ញុំអត់ចាំបាច់រងចាំទេវាអត់ដឹងថារងចាំធ្វើអីផងបើយើងមើលឃើញហើយយើងអាចចាប់ផ្ដើមបានយើងគួរតែចាប់ផ្ដើមទៅហ្នឹងហើយបាទចាប់ផ្ដើមទៅតែខ្ញុំសូមបញ្ជាក់ជូនបងប្អូនថាចាប់ផ្ដើមធ្វើរឿងល្អគេហ្នឹងហើយបាទចាប់ផ្ដើមធ្វើរឿងល្អការពិតបន្តិចទៀតយើងអាចនឹងចូលទៅក្នុងចំណុចមួយទៀតដែលខ្ញុំទៅតែគេហៅថាស្វែងយល់ឲ្យបានជ្រៅបន្តិចដែរណាគេហៅថាទម្លាប់ជាសិលជាទម្លាប់ហ្នឹងអញ្ចឹងបើសិនជាយើងយល់ដល់អាហ្នឹងបានយើងដឹងថាអូអាការផ្លាស់ប្ដូរដោយមិនរងចាំនេះប្ដូរចេញពីការធ្វើអាក្រក់ទៅធ្វើល្អដោយមិនរងចាំគេមិនចាំបាច់ថាហើយធ្វើល្អមុនអញទៅចាំអញធ្វើល្អតាមក្រោយមិនបាច់ទេការពិតយើងធ្វើល្អមុនទៅហ្នឹងពួកយើងធ្វើល្អមុនយើងបានសិលមុនហ្នឹងហើយគេអ្នកធ្វើយឺតឬគេអត់បានធ្វើមានន័យថាគេចាញ់សិលយើងហ្នឹងហើយបើនៅក្នុងរឿងសម័យបុរាណមានន័យថាអ្នកណាចាញ់សិលគេចាញ់ហើយបាទហ្នឹងហើយអរគុណខ្ញុំសូមបញ្យល់ប៉ុណ្ណឹងចុះក្នុងគំនិតគោលគំនិតទី2ហ្នឹងបាទលោកគ្រូហើយនឹងបងប្អូនអ្នកគ្នាគោលគំនិតរបស់លោកគ្រូនីមួយពិតជាមានអត្ថន័យខ្លឹមសារហើយបើសិនជាបងប្អូនស្ដាប់ដោយការគិតពិចារណាខ្ញុំហ៊ានធានាថាបងប្អូននឹងមានការផ្លាស់ប្ដូរទោះបីជាតិចក្តីឬច្រើនក្តី
ចឹងកុំឲ្យខាតពេលវេលាយូរបងប្អូនសូមគោរពអញ្ជើញលោកគ្រូធ្វើការបកស្រាយទៅលើគោលគំនិតសំខាន់ទី3ដែលបានលើកឡើងថាបើធ្វើច្រើនមិនបានល្អគួរធ្វើល្អឲ្យបានច្រើនសូមគោរពអញ្ជើញលោកគ្រូបាទអរគុណក្នុងគំនិតនេះការពិតថ្មីនេះខ្ញុំបានស្រាវជ្រាវហើយអានសភៅជារួមគឺក្នុងផែនការរបស់ខ្ញុំមិនដល់មួយអាទិត្យចប់មួយក្បាលទេគឺមួយខែចប់មួយក្បាលអញ្ចឹងធ្វើការផងបាទស្រាវជ្រាវតាមដែលប្រព័ន្ធ search ផងបាទប្រព័ន្ធស្រាវជ្រាវផងហើយនឹងអានសភៅផងហើយអញ្ចឹងយកអាហ្នឹងមកផ្គុំមកក៏រកឃើញគំនិតមួយថាបើសិនជាយើងធ្វើច្រើនមិនបានល្អចុះមិនក៏មិនធ្វើល្អឲ្យបានច្រើនហ្នឹងប៉ុន្តែយើងភាកច្រើនគឺយើងខំប្រឹងធ្វើច្រើនប៉ុន្តែច្រើនណាមើលទៅដូចរវល់ហ្នឹងតែឲ្យរកស្អីមួយខ្លឹមអត់បានហ្នឹងចុះបើអញ្ចឹងតដែលមិនក៏មិនព្រមធ្វើល្អឲ្យបានច្រើនវិញពាក្យថាធ្វើល្អឲ្យបានច្រើនមានន័យថារឿងហ្នឹងល្អប៉ុន្តែធ្វើឲ្យបានច្រើនដងបាទហ្នឹងហើយធ្វើឲ្យបានច្រើនដងឬក៏ធ្វើឲ្យបានទៅជាចំនួនច្រើនចេញពីអាល្អហ្នឹងទៅវិញឧទាហរណ៍ថាឥឡូវបងប្អូនអ្នករកស៊ីចុះហ្នឹងអ្នកខ្លះបើកហាងលក់ម្ហូបអួតម្ហូប100មុខហ្នឹងហើយប៉ុន្តែសួរថាមានមួយមុខឆ្ងាញ់អត់ថាអត់ទេហ្នឹងហើយអញ្ចឹងយើងសួរថាចាំបាច់មានម្ហូប100មុខអត់ឆ្ងាញ់ទាំងអស់ហើយមិនក៏មិនមានម្ហូបតែ3មុខហើយមួយណាក៏ឆ្ងាញ់ទៅហ្នឹងហើយយើងឧទាហរណ៍ថា100មុខដោយសារវាអត់ឆ្ងាញ់ភាគច្រើនលក់អត់បានហ្នឹងហើយលក់បានបន្តិចបន្តួចតែដល់ពេលគេឆ្ងាញ់តែ3មុខឯងប៉ុន្តែមួយមុខនេះគេលក់បានរាប់រយចានហ្នឹងហើយអញ្ចឹងយើងសួរបងប្អូនវិញថាយើងធ្វើម្ហូបតែ3មុខមួយមុខលក់បានរាប់រយចានក្នុងមួយថ្ងៃនេះហើយនឹងយើងមានម្ហូបរាប់រយមុខហើយមួយថ្ងៃលក់បាន20 30ចាននេះយើងចង់ធ្វើមួយណាអញ្ចឹងអានឹងខ្ញុំនិយាយថាអ្នកធ្វើម្ហូបចុះបាទឥឡូវយើងមកអ្នកផលិតកម្មវិធីអមនៅក្នុង voice podcast យើងនេះឃើញអមថាថ្ងៃនេះយើងនិយាយថា6រឿងឯងកំណត់តែ6រឿងនេះអញ្ចឹងអមថាយើងនិយាយ6គោលគំនិតហ្នឹងអញ្ចឹងយើងនិយាយ6គោលគំនិតនោះយើងយកគោលគំនិតដែលយើងគិតថាល្អហ្មងយើងយកមកនិយាយយើងប្រសើរជាងថ្ងៃនេះអូច្រើនណាស់ល្អខ្ញុំចែករំលែក20 30រឿងប៉ុន្តែ20 30រឿងជួនកាលវាអាចថារតែមួយរឿងពីររឿងនឹងឲ្យល្អនេះវាអត់បានហ្នឹងដល់ពេលវាអត់បានអ្នកមើលធុញហ្នឹងមិនដឹងថាមើលបានប្រយោជន៍អីអញ្ចឹងសុកចិត្តថាឲ្យបងប្អូនស្ដាប់តែ6គោលគំនិតហ្នឹងទៅហើយយកទៅមើលហើយពេលដែលស្រឡាញ់មើលវាបានច្រើនដងហ្នឹងហើយឃើញដោយសារតែវាល្អមើលហើយមើលទៀតអត់ធុញយើងមើលចម្រៀងខ្លះមិនបានល្បីហ្មងអមដូចចម្រៀងលោកតាស៊ិនស៊ីសមុទ្រអីចម្រៀងខ្លះគាត់ច្រៀងតាំងពីបើគិតពើឥឡូវមកដល់ឆ្នាំ2025គាត់ច្រៀងតាំងពីឆ្នាំ60អីមកវា60ផ្លាយឆ្នាំហើយយើងនៅតែយកមកច្រៀងចឹងបាទហើយនៅតែព្រោះនៅតែចង់ស្ដាប់ហើយស្ដាប់ទៀតនឹងអត់ធុញដោយសារអីដោយសារវាល្អអស្ចារ្យរហូតដល់យើងដាក់ថាអធិរាជសំឡេងមាសអីចឹងអញ្ចឹងអានឹងដូចគ្នាគឺនៅពេលដែលយើងធ្វើអីមួយបានល្អហើយយើងធ្វើវាឲ្យបានច្រើនធ្វើរឿងល្អនឹងឲ្យបានច្រើនធ្វើហើយធ្វើទៀតទៅវាចំណេញដល់យើងខ្លួនឯងជាអ្នកធ្វើផងវាចំណេញដល់អ្នកដែលទទួលអាទង្វើនឹងពីយើងផងបាទហ្នឹងមួយទៀតខ្ញុំសូមឈានចូលទៅអ្នកផលិតវិញណាបាទអ្នកផលិតអ្នកខ្លះទៅចូលដល់រោងចក្រគាត់ព្រោះខ្ញុំនៅខាងរោងចក្រដែរអ្នកខ្លះចង់និយាយថាស្អីក៏ធ្វើបានដែរហ្នឹងប៉ុន្តែបើគាត់នៅក្នុងទីផ្សារថាមានម៉ាកយីហោណាមួយដែលគាត់មានគុណភាពល្អទេល្បីទេអត់មានហ្នឹងហើយសួរថាឥឡូវផលិតបានរាប់មួយមុខមួយមុខនេះមួយខែផលិតបានប៉ុន្មានសឹងតែអាចនិយាយបានថាអត់មានមុខណាដែលផលិតដល់ចំនួនមួយដែលអាចមានប្រាក់ចំណេញបានអត់ហ្នឹងប៉ុន្តែបើសិនជាយើងមានផលិតផលអបមកថាយើងធ្វើមកគុណភាពល្អមកហើយមានតែ4 10មុខទេប៉ុន្តែមួយមុខយើងផលិតរាប់ម៉ឺនបាទក្នុងមួយខែផលិតរាប់ម៉ឺនហើយមួយមុខណាក៏ចំណេញដែរអញ្ចឹងសួរបងប្អូនវិញយើងចង់ផលិត4 10មុខមួយមុខលក់បានរាប់ម៉ឺនហើយចំណេញគ្រប់មុខហើយនឹងយើងមួយទៀតយើងទៅផលិតរាប់រយមុខប៉ុន្តែអត់មានមួយមុខណាចំណេញហ្នឹងអញ្ចឹងយើងខាត
mà lo hơi ban chiếc nhom lơ cầm nứt nâng mũi tha cao na tại dương thưa trơn hơi bị ọt ban lọ miền này theo việc smart nâng khát việc khát tăng pil việc khát tăng lui việc khát ấy sọp bài sọp dạng tại bởi dương thưa lọ hơi ban trơn mình bờ sân chỉ pil về lý có chụp nanh pil về lý bờ ca chay làm lết có chụp nanh đó từng dương nè chay từng nè từ tu hơi bờ sân chỉ dương rosi có dương miền prạ chụp nanh này và nắng hay dương hao tha đây nhờ ở phải giàu mà đi xong xong khai chun rồi cũng hay đừng mất đẹp sẽ đáp và đừng cho bạn បាទលោកគ្រូបានអញ្ចឹងមកដល់ពេលនេះគឺលោកគ្រូបានចែករំលែកនៅគោលគំនិតសំខាន់ដែលខ្ញុំគិតថាមានប្រយោជន៍ចំនួន3ហើយអញ្ចឹងបងប្អូននៅថ្ងៃនេះគឺលោកគ្រូនឹងចែករំលែកចំនួនគោលគំនិតសំខាន់6ឥឡូវយើងចូលដល់ទី4តែម្ដងអញ្ចឹងលោកគ្រូគោលគំនិតសំខាន់ទី4មើលងាយកិច្ចការងារតូចធ្វើធំមិនកើតទេសូមគ្រប់អញ្ជើញលោកគ្រូបន្តបាទចេះខ្ញុំខ្លាចបងប្អូនយើងយល់ច្រឡំហ្នឹងពីព្រោះយើងអាចថានៅក្នុងផ្នត់គំនិតណាបងប្អូនយល់ពាក្យផ្នត់គំនិតណាពាក្យតែផ្នត់គំនិតមានន័យថានេះបើយើងនិយាយពីរឿងគេហៅអាពាក្យ mindset ហ្នឹងខ្ញុំទៅតែរៀនឥឡូវគឺគេមាន3 set ថែមទៀតព្រោះកន្លងមកយើងមានពាក្យ mindset skill set tool set ប៉ុន្តែឥឡូវគេថែម3ទៀតគេមាន health set hard set soul set ណាអញ្ចឹងឥឡូវ set នេះវាមានដល់6អញ្ចឹងមានន័យថាពាក្យថា mindset នេះមិនថាផ្នត់គំនិតអញ្ចឹងអូខេពាក្យថា skill set មានន័យថាឈុតនៃជំនាញពាក្យថា tool set មានន័យថាឧបករណ៍សម្ភារៈមធ្យោបាយវិធីសាស្ត្រដែលធ្វើឲ្យបានសម្រេចប៉ុន្តែអ្វីដែលយើងត្រូវគិតដែលមួយទៀតហ្នឹងគឺរឿងគេហៅថា health set hard set tool set មានន័យថាឲ្យយើងមានសុខភាពល្អបាទឲ្យយើងមានបេះដូងល្អណាហើយឲ្យយើងមានស្មារតីល្អបាទណាឲ្យយើងមានស្មារតីល្អអញ្ចឹងត្រឡប់មកត្រង់ដែលចំណុចនេះដូចខ្ញុំបញ្ជាក់មិញអញ្ចឹងគឺថានៅក្នុងឈុតហ្នឹងវាមានអញ្ចឹងបងប្អូនចាំស្រាវជ្រាវតាមក្រោយអាចថាខ្ញុំនិយាយទៅរៀងដែលអាចថាអូខេពិបាកស្ដាប់បន្តិចតែខ្ញុំបង្ហើបទៅដើម្បីថាបងប្អូនមានឱកាសស្រាវជ្រាវតាមក្រោយកុំឲ្យថាលើក្រោយកន្លងមកខ្ញុំធ្លាប់ឮតែ mindset skill set tool set ចុះឥឡូវស្អី health set ដែល hard set អីហ្នឹងព្រោះអញ្ចឹងយើងពេលខ្លះយើងត្រូវគិតថាគេប្រាប់យើងថាបដិញគិតធំគិតតូចហ្នឹងហើយគង់តែខាត់ពេលគិតដូចគ្នាមិនគិតរឿងធំហ្នឹងពេលខ្លះអ្នកខ្លះចាំរឿងធំចាំគិតអាតូចអត់គិតទេហ្នឹងហើយបាទអញ្ចឹងបើខ្ញុំមានគំនិតរបស់ខ្ញុំមួយខ្ញុំថាអត់ទេកាលណាតែយើងមិនយកចិត្តទុកដាក់នឹងរឿងតូចតាចយើងធ្វើធំអត់បានទេហ្នឹងហើយបើស្ដាប់អញ្ចឹងថាមើលលោកគ្រូអាចជួយបញ្យល់ខ្ញុំបន្តិចមើលស្អីដែលថាទល់តែយកចិត្តទុកដាក់ទៅរឿងតូចតាចបានធ្វើធំបានអញ្ចឹងខ្ញុំឧទាហរណ៍យើងចាំកូនធំចាំយកចិត្តទុកដាក់ឬក៏យកចិត្តទុកដាក់តាំងពីកូននៅតូចវាមិនដែលអាណាចាំកូនអាយុ18 20ចាំយើងយកចិត្តទុកដាក់ទេយើងយកចិត្តទុកដាក់ពីទូចកាន់ពេលដែលវានៅកាន់តែតូចយើងកាន់តែយកចិត្តទុកដាក់បំផុតហ្នឹងហើយបើយើងនិយាយពីច្បាប់សកលក្មេងធំជាងអាយុ18ឆ្នាំគេមិនសឹងថាយើងមិនបាច់យកចិត្តទុកដាក់ក៏បានដែរពីព្រោះគេខ្លាយទៅជានីតិជនហ្នឹងហើយវ័យគេគ្រប់ច្បាប់គេអាចរៀបអាពាហ៍ពិពាហ៍ជ្រើសរើសគូសកលដោយខ្លួនគេបានយើងមិនបាច់យកចិត្តទុកដាក់គេយើងមិនបាច់ដៃថែទាំគេក៏គេចេះថែទាំខ្លួនឯងដែរប៉ុន្តែនៅទូចសួរថាបើយើងមិនយកចិត្តទុកដាក់គ្នាចេះថែទាំខ្លួនឯងដែរហ្នឹងអាហ្នឹងមួយដល់ពេលយើងមើលយើងដាំដំណាំវិញហ្នឹងហើយឈើធំយើងចាំបាច់ថែដូចឈើតូចទេអត់ទេធំហើយពេលខ្លះមិនបាច់ទាំងពូនផងហ្នឹងមិនបាច់ទាំងពូនគល់មិនបាច់អីផងវាមានកម្លាំងលូតលាស់ខ្លួនវាពុរឹសវាជ្រៅហ្នឹងហើយដល់តែពេលដែលយើងដាំដបងនេះហ្នឹងហើយដែលពេលនៅទូចថែណាវិញពេលខ្លះហ្នឹងបើមិនយកទៅអីទៅក្រុងយកទៅអីទៅក្របទេសត្វល្អិតបំផ្លាញអស់អញ្ចឹងយើងត្រូវថែទាំមែនតើណាឃើញអញ្ចឹងអានេះខ្ញុំនិយាយពីរឿងធម្មជាតិចំហ្មងស្រួលយល់
បាទដល់ពេលយើងត្រឡប់ទៅមើលកិច្ចការវិញឧទាហរណ៍ថាយើងអាឡ័យតែគិតតែពីរឿងធំដល់ពេលយើងឧទាហរណ៍ថាម្ចាស់ហាងខ្លះហ្នឹងអូគិតធំហ៎ចូលទៅផ្ទះបាយសិតតែកាឡាតទឹកតែសមោចចូលទៅបន្ទប់ទឹកឲ្យកខ្វក់អញ្ចឹងហើយយើងគិតអូអារឿងហ្នឹងរឿងរបស់អ្នកអនាម័យតាហ្នឹងខ្ញុំស្រឡាញ់គំនិតរបស់ភរិយាខ្ញុំមួយគាត់ថាចូលបន្ទប់ទឹកពេលដែលចូលទៅបន្ទប់ទឹកស្អាតមានន័យថាមិនមែនអ្នកអនាម័យហ្នឹងគាត់ប្រកែសម្អាតគឺស្តង់ដារអនាម័យរបស់តកែហ្នឹងខ្ពស់ហ្មងហ្នឹងមានន័យថាតកែហ្នឹងគាត់មើលល្អិតល្អន់ហ្មងថ្ងៃមួយខ្ញុំចូលទៅសន្តាគារថ្មីហ្មងហ្នឹងទៅដល់ការឈូសបើកមកដែងទឹកអត់ចេញហ្នឹងបាទដល់តែពេលខ្ញុំក៏មួលផ្កាឈូកនឹងមើលខ្ញុំឃើញជាងហ្នឹងគឺពេលដែលគាត់ទិញផ្កាឈូកនឹងថ្មីមកគាត់អត់មួលដកអាសន្ទះជ័រនឹងចេញអញ្ចឹងខ្ញុំមួលដកសន្ទះជ័រចេញខ្ញុំក៏ថតវាហើយខ្ញុំផ្ញើទៅម្ចាស់សន្តាគារពួកស្គាល់គ្នាហ្នឹងខ្ញុំថាតម្លើងផ្កាឈូកប៉ុន្តែជាងអត់បានដកអានោះចេញហ្នឹងអញ្ចឹងយើងត្រូវគិតថាអាការដែលជាងមិនមូលដោះអាហ្នឹងចេញហ្នឹងរឿងហ្នឹងតូចទេមិនប៉ុនភ្ញៀវងូតទឹកអត់ចេញហ្នឹងធំឯតូចហ្នឹងធំហ្នឹងអូម៉ាដូចខ្ញុំជាភ្ញៀវដែលខ្ញុំចេះបច្ចេកទេសខ្ញុំទៅមូលឲ្យដកវាចេញនេះចុះបើសិនជាជាងដែលគេមិនចេះគេមិនដែលភ្ញៀវដែលអត់ចេះគេមិនត្រូវសុំដូរបន្ទប់ហ្នឹងហើយបាទព្រោះយើងអត់ដូរបន្ទប់ឲ្យគេមិនបានព្រោះបន្ទប់ងូតទឹកអត់កើតផងហ្នឹងអញ្ចឹងយើងត្រូវមើលអាកិច្ចការទូចហ្នឹងហើយមួយទៀតខ្ញុំលើករឿងមួយធ្លាប់ជិះយន្តហោះគេសួរថាដែលញ៉ាខុសត្រឹមបន្តិចបន្តួចយកយល់គ្នាទៅណាធ្វើម៉េចរឿងតូចតាចខ្លះមើលវាមិនអស់ទេអ្នកដែលនៅវិស័យយន្តហោះគេថាអញ្ចឹងខ្ញុំសួរអ្នកឯងវិញតើនៅក្នុងវិស័យហោះហើរអាចខុស 0.1% បានទេអត់ដាច់ខាតមកព្រោះបើសិនជាខុស 0.1% មានថ្ងៃហ្នឹងមាន 1000 ជើងហោះហើរត្រូវមានយន្តហោះធ្លាក់មួយហ្នឹងបើសិនជាបើហោះ 1000 ជើងយន្តហោះមានយន្តហោះធ្លាក់មួយបលៀនយន្តហោះបាត់ទាំងអស់ហ្មងអត់មានអ្នកជិះហ្នឹងអញ្ចឹងចំណុចកន្លែងហ្នឹងបានខ្ញុំចង់លើកឲ្យបងប្អូនថាកុំគិតពីរឿងថាចង់ធ្វើកិច្ចការធំហើយដោយអត់មើលកិច្ចការទូចហ្នឹងពីព្រោះរឿងខ្លះបរាជ័យធ្ងន់ធ្ងរខ្ញុំលើកឧទាហរណ៍មួយកាលហ្នឹងមានយានអវកាសអាមេរិកមួយធ្លាក់ហ្នឹងហើយចុងក្រោយចំណុចដែលធ្វើឲ្យយាននឹងធ្លាក់គឺដោយសារតែរងកស៊ូមួយហ្នឹងហើយរងកស៊ូដែលលិចប្រេងហ្នឹងបើគិតទៅថ្លៃវាតែ7កាក់អត់ដល់$1ទេហ្នឹងប៉ុន្តែដោយសារតែយើងអត់បានមើលវាអាងតែវាថោកហ្នឹងគេយើងមើលតែរឿងសំខាន់តែទីបំផុតធ្វើឲ្យធ្លាក់ហើយស្លាប់គឺដោយសារតែអារងដ៏ថោកមួយហ្នឹងហ្នឹងអញ្ចឹងយើងអត់អាចមើលបានទេណាមកឡើយហើយបានអ្វីដែលយើងនិយាយហ្មងគឺមានន័យថាយើងខ្មែរយើងគឺក៏យើងប្រើពាក្យមកឆ្លាតដែរហើយបងប្អូនត្រូវយល់ហ្មងគិតរាក់គិតជ្រៅមិនមែនរាល់ពេលសិតតែគិតជ្រៅទាំងអស់សិតតែល្អទេហ្នឹងហើយពោះរឿងខ្លះពេលយើងគិតជ្រៅពេកអានរាក់នៅមុខនេះមើលមិនឃើញហ្នឹងហើយងាប់មានងាប់នឹងអាជ្រៅនឹងណាងាប់នឹងអារាក់ហ្នឹងអញ្ចឹងបងប្អូនឯងអញ្ចឹងគេប្រើពាក្យគិតរាក់គិតជ្រៅឃើញទេណាគិតវែងគិតឆ្ងាយហ្នឹងហើយមើលទៀបមើលខ្ពស់អញ្ចឹងគេឲ្យយើងមើលទាំងអស់មិនអាចមើលតែខ្ពស់អត់មើលទៀបទេអញ្ចឹងមើលធំមើលតូចមើលការងារធំតូចអញ្ចឹងគេឲ្យមើលទាំងធំមើលទាំងតូចហើយបើសិនជាយើងទៅស្ដាប់ហើយគិតថាអូអាធំចាំគិតកុំទៅរវល់មកទូចធ្វើកិច្ចការធំអត់បានទេខ្ញុំហ៊ាននិយាយអញ្ចឹងហ្នឹងព្រោះយើងខ្វះភាពហ្មត់ចត់ខ្វះភាពឥតល្អន់ផ្នត់គំនិតរបស់យើងហ្នឹងវាធុញទ្រាន់នឹងភាពល្អិតអញ្ចឹងនៅពេលដែលកិច្ចការដែលថាវាម៉ត់ចត់ព្រឹត្តព្រៀងមែនទែនវាទាមទារល្អិតណាហ្នឹងហើយខ្ញុំឧទាហរណ៍ខ្ញុំនៅខាងផលិតល្អិតខ្លាំងហ្នឹងហើយល្អិតមែនទែនមកយើងឧទាហរណ៍ថាខុសតែមួយដំណក់គឺខុសពណ៌គេហើយ
chân dương mình ai cho cùng khoal mới biết ót thế nè pua viên lùng yên ta mui tầm nọ cứ việc không mà lo thấy chùm nói cả lại nắng cứ nhom trong chùm riệp chùm rầm lất bong ôn tha dương trong phơi cách ca thông thông á tùm lóp luôn ai ơi riêng mưa là ắt lon mà nè mưa là ắt lon đó đo pil dương tao thông nè đại đao bị hội dương sắt là nè là ắt lon mà nè đây bởi dương ắt là ắt lon thế nè đại lang to bởi dương không biết nè là ắt lon này sắt là phụ chi kia chi hơi dương ngọt nâng chi kia nâng ắt đối bạ chấm đánh khơi thế hơi ắt rô con được phim cao thế chẳng bạn cầm nứt ní cứ trong lược lang máu trong cái tham vi miên phải giấu chắc sầm rạp nè sẽ đáp á bạn ở cồn này មានគុណតម្លៃខ្លាំងមែនតើលោកគ្រូបាទហើយខ្ញុំសង្ឃឹមថាបងប្អូនក៏នឹងជក់ចិត្តដូចខ្ញុំដែរខ្ញុំអង្គុយញឹមរហូតមកបងប្អូនបាទគឺពេញចិត្តខ្លាំងមែនតើអញ្ចឹងលោកគ្រូគោលគំនិតសំខាន់ទី5គឺទម្លាប់ល្អកើតសិលដែលលោកគ្រូទើបតែបង្ហើបមុននេះមិញដែរឥឡូវដល់តែម្ដងសូមគ្រប់អញ្ជើញគ្រូបន្តអរគុណបាទអរគុណហើយការពិតអាចថាខ្ញុំជាសហគ្រិនម្នាក់ក្នុងចំណោមសហគ្រិនមួយចំនួនណាដែលឥឡូវនេះយើងចាប់ផ្ដើមព្យាយាមស្វែងយល់អំពីគេហៅធម៌ហើយនឹងសិលបាទហើយខ្មែរយើងជាទូទៅយើងច្រើនតែប្រើពាក្យថាសិលធម៌ឬក៏សីលធម៌ហ្នឹងហើយមានន័យថាពាក្យថាសីលធម៌វាមានន័យថាសិលបូកធម៌ហ្នឹងតែកន្លងមកអ្វីដែលយើងយល់ឲ្យតែលឺសូសិលធម៌យើងគិតថាប្រហែលជាវារឿងតែមួយទេហ្នឹងហើយប៉ុន្តែការពិតអត់ទេពាក្យថាសិលធម៌មានតែសិលផងធម៌ផងបាទហ្នឹងហើយឧទាហរណ៍ថាខ្ញុំនិយាយរឿងមួយចុះណាតែគោលសិល5បានសុំតែទី1ចុះយើងនិយាយអំពីរឿងអដែងបាណាទេបាតាវេរមណីសិក្ខាបទាំងសមាទិយមិមានន័យថាវាចាណាគេហៅថាអីកិរិយាមិនដែលសម្រាប់សត្វអីណាបាទសម្រាប់សត្វអីហ្នឹងអញ្ចឹងកន្លែងចំណុចទី1ហ្នឹងគឺមានន័យថាអាការដែលយើងប្រកាន់អូខេមិនបៀតបៀនជីវិតសត្វហ្នឹងបាទជីវិតអ្នកដទៃហ្នឹងអាហ្នឹងជាសិលអូខេហ្នឹងប៉ុន្តែសួរថាដើម្បីថាវាចាមិនបៀតបៀនគេបានត្រូវមានធម៌អីហ្នឹងអញ្ចឹងមានន័យថាយើងត្រូវមានធម៌បេតាហ្នឹងបាទពួកមនុស្សបើសិនជាស្រឡាញ់មិនសម្លាប់ទេហ្នឹងសម្លាប់ដោយសារស្អប់តាបើស្រឡាញ់ថែបើស្អប់អត់ថែហ្នឹងហើយបើស្រឡាញ់យកចិត្តទុកដាក់បើស្អប់បោះបង់ចោលបើស្រឡាញ់ស្លៀកពាក់បើស្អប់ក៏វត្តចោលបើស្រឡាញ់ជូតសម្អាតបើស្អប់ក៏ភ្លក់ចោលឃើញប៉ុណ្ណឹងតែអញ្ចឹងអាហ្នឹងមានន័យថាសិលមួយធម៌មួយហ្នឹងអញ្ចឹងបានយើងនិយាយពីរឿងសិលធម៌ខ្ញុំសន់តែគាត់បង្ហើបបន្តិចទេការពិតដែលមានវាគ្មិនយើងដែលអាចគេហៅថាបកស្រាយទូលំទូលាយជាងហ្នឹងបើខ្ញុំទាញមកគំនិតរបស់ខ្ញុំវិញថាដែលសិលនិងទម្លាប់ហ្នឹងការពិតពេលខ្លះគឺថាបើមានសិលមានន័យថាមានទម្លាប់ល្អបើមានសិលល្អមានទម្លាប់ល្អដោយការពន្យល់ចង់ឲ្យបងប្អូនយើងដែលអ្នកស្ដាប់ហ្នឹងគឺថាអាចចាប់ផ្ដើមពង្លាតការយល់របស់ខ្លួនហ្នឹងឲ្យធំបន្តិចហ្នឹងឲ្យធំបន្តិចពីព្រោះយើងត្រូវគិតថាសិលវាជាបើយើងប្រៀបធៀបគេហៅថាសិលហ្នឹងគឺជាក្បាលខ្ញុំមិនសុំប្រើពាក្យបាលីប្រើពាក្យអីខ្ញុំនិយាយពាក្យខ្មែរសាមញ្ញមកហ្នឹងបាទសិលគឺជាក្បាលមានន័យថានាំឲ្យយើងគិតល្អប្រព្រឹត្តល្អទៅណាអញ្ចឹងកាលណាពេលដែលយើងគិតល្អប្រព្រឹត្តល្អទៅមានន័យថាស្មើនឹងយើងមានសិលហើយសួរថាស្អីនាំមុខមានន័យថាក្បាលយើងនឹងនាំមុខមុនគេនាំយើងទៅគិតរឿងហ្នឹងធ្វើរឿងហ្នឹងអញ្ចឹងយើងឧទាហរណ៍ថាឥឡូវយើងត្រឡប់មករឿងគេហៅថាបើយើងមានសិលល្អមានន័យថាស្មើនឹងយើងមានទម្លាប់ល្អឧទាហរណ៍ថាយើងទម្លាប់តាហាអីឡើងចង់និយាយថាប្រើហិង្សាហ្មងហ្នឹងបៀតបៀនគេហ្មងហ្នឹងរវាយរតបណាឃើញហ្នឹងអញ្ចឹងមានន័យថាអាងវាយអាងតបអាងហិង្សាហ្នឹងអាហ្នឹងស្មើនឹងយើងអត់សិលឃើញអញ្ចឹងបើអត់សិលមានន័យស្មើនឹងយើងមានទម្លាប់អត់ល្អតែឥឡូវយើងដូរវិញយើងដូរថាតែវាយស្អីហ្នឹងគេក៏ខ្លាចឈឺយើងក៏ខ្លាចឈឺគេក៏ខ្លាចស្លាប់យើងក៏ខ្លាចស្លាប់ហ្នឹងអញ្ចឹងមិនក៏យើងមិនរកវិធីដោះស្រាយគ្នាដោយសន្តិវិធីទៅពន្យល់គ្នាឲ្យយល់ទៅហ្នឹង
ដល់ពេលយើងលើកក្រោយយើងបដូរហ្មងយើងបដូរអាការប្រើហិង្សាហ្នឹងយើងមករកវិធីដោះស្រាយដោយសន្តិវិធីនិយាយគ្នាដោយស្រួលវិញមានន័យថាយើងមិនបដូរទម្លាប់ឃើញទេបាទយើងបដូរពីទម្លាប់គំរោះគំរើយហិង្សាយើងដូរមកទម្លាប់គេហៅថាស្រស់ស្រួលផ្អែមល្ហែមវិញឃើញហ្នឹងអញ្ចឹងយើងមើលពេលដែលយើងចាប់ផ្ដើមប្រកាន់សិលល្អមានន័យថាយើងចាប់ផ្ដើមមានទម្លាប់ល្អមួយទៀតយើងនិយាយឧបមាថាយើងទៅហាឡើងជេរបចោមកហ្នឹងហើយបាទអូវោកវាក់ជេរបចោហ្នឹងហើយនិយាយគំរោះគំរើយនិយាយមិនពិតភូតកុហកបោកប្រាស់អីចឹងដល់តែពេលយូរទៅវាមិនទៅជាទម្លាប់និយាយស្អីក៏មិនពិតនិយាយស្អីក៏គំរោះគំរើយនិយាយស្អីក៏គំរាមកំហែងប៉ុន្តែផ្ទុយទៅវិញបើមិនជាយើងបដូរមកពាក្យមិនពិតខ្ញុំមិននិយាយពាក្យមិនព្រោះខ្ញុំមិននិយាយពាក្យសម្លុតគំរាមកំហែងខ្ញុំឈប់និយាយហ្នឹងអញ្ចឹងយើងមកប្រើពាក្យតែល្អមកប្រើតែពាក្យពិតវិញឃើញទេបងប្អូនពិចារណាពេលនេះមានន័យថាបើមិនជាអ្នកសិលថាយើងជាមនុស្សមានសិលប៉ុន្តែបើយើងនិយាយពីទម្លាប់វិញមានន័យយើងឥឡូវនេះយើងបដូរពីទម្លាប់អាក្រក់មកទម្លាប់ល្អហ្នឹងអញ្ចឹងខ្ញុំឧទាហរណ៍ប៉ុណ្ណឹងបងប្អូនអាចយល់បានឃើញគ្រាន់តែយើងមកប្រកាន់សិលល្អស្មើនឹងយើងប្រកាន់ទម្លាប់ល្អទេហ្នឹងហើយអញ្ចឹងបានជាខ្ញុំទាញពីខាងដើមមកការពិតទម្លាប់ស្មើសិលអញ្ចឹងមានន័យថាបើអត់សិលទម្លាប់អាក្រក់បើមានសិលទម្លាប់ល្អឃើញទេហ្នឹងហើយអញ្ចឹងខ្ញុំសង្ឃឹមថាការអត្ថាធិប្បាយបញ្យលរបស់ខ្ញុំប៉ុណ្ណឹងបងប្អូនអាចយល់បានម្ល៉េះហើយសរុបសេចក្តីមកបើពេលណាយើងប្រកាន់យកទម្លាប់ល្អស្មើនឹងយើងកាន់សិលហើយហ្នឹងហើយតែបើសិនជាយើងមិនប្រកាន់យកទម្លាប់ល្អទេគឺមានន័យថាស្មើនឹងយើងអត់សិលហើយបាទណាឬក៏យើងដាច់សិលហើយបាទអរគុណបងប្អូនបាទអរគុណលោកគ្រូខ្លាំងមែនបាទលោកគ្រូបាទបងប្អូនខ្ញុំជឿថាបងប្អូនក៏ជក់ចិត្តដូចខ្ញុំដែរហើយខ្ញុំអត់ចង់ឲ្យចប់ទេប៉ុន្តែដោយសារតែនិយាយទៅគោលគំនិតសំខាន់ឬក៏របស់ល្អมันអាចមានច្រើនទេបាទมันអាចមានច្រើនទេអញ្ចឹងគឺយើងដល់គោលគំនិតសំខាន់ចុងក្រោយហើយអញ្ចឹងកុំឲ្យខាតពេលវេលាយូរបងប្អូនគោលគំនិតចុងក្រោយកុំធ្វើការត្រឹមយកចិត្តគេត្រូវធ្វើការយកចិត្តខ្លួនឯងគ្រប់អញ្ជើញលោកគ្រូបាទអរគុណហើយកណាធំក្រាបថ្វាយបង្គំហើយសូមជម្រាបសួរបងប្អូនសាជាថ្មីម្ដងទៀតពីព្រោះយើងឃើញយើងឃើញថាពេលខ្លះយើងមានការយល់ខុសឃើញគេអែបអបទៅបានប្រយោជន៍ហ្នឹងហើយអញ្ចឹងក៏យើងប្រហែលជាគិតថាបើសិនជាយើងចេះតែអែបអបដូចគេប្រហែលជាយើងទទួលបានប្រយោជន៍ដូចគេហ្នឹងទេប៉ុន្តែកុំភ្លេចអ្នកខ្លះឃើញគេអែបអបមែនតែគេមិនល្ងងទេណាគេឆ្លាតណាគេចេះហ្នឹងហើយយើងត្រូវគិតថាបើសិនជាយើងមិនឆ្លាតយើងមិនចេះយើងចង់ទៅអែបអបក៏អែបអបមិនត្រូវដែរហ្នឹងព្រោះអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនយល់ពាក្យអែបអបហ្នឹងអែបមានន័យថានៅចិត្តបានឃើញទេអបមានន័យថាស្របទៅបានឃើញអញ្ចឹងគេចេះអែបអបនឹងគេប្រកែណាគេអាចចូលចិត្តបានហើយគេអាចស្របទៅបានទៀតអញ្ចឹងពាក្យថាអាចចូលចិត្តបានអាចស្របបានយើងត្រូវគិតថាគេមានចំណេះដឹងគេមានជំនាញរបស់គេឬគេមានសិល្បៈរបស់គេអាចភាសាមួយយ៉ាងទៀតថាឆ្លាតអញ្ចឹងបាទឆ្លាតដល់តែពេលយើងវិញយើងអត់បានដឹងតែខ្លួនឯងវាល្ងងទេហ្នឹងយើងគិតតែពីប្រឹងទៅយកចិត្តគេហ្នឹងបាទប្រឹងតែយកចិត្តគេវាភ្លេចអភិវឌ្ឍចិត្តគំនិតខ្លួនឯងនេះដូចខ្ញុំចែករំលែកនៅក្នុងគោលការណ៍មុនហ្នឹងហើយបាទពោះចិត្តនិងគំនិតហ្នឹងវាតែមួយហ្នឹងហើយមានន័យថាយើងអត់បានបណ្ដុះគំនិតរបស់យើងហ្នឹងហើយយើងស្មានតែអែបអបហ្នឹងវាធ្វើឲ្យយើងរីកចម្រើនតែការពិតចង់ជម្រាបបងប្អូនថាមិនពិតទេហ្នឹងហើយយើងត្រូវតែបណ្ដុះចិត្តគំនិតរបស់យើងជាមុនយើងត្រូវតែបណ្ដុះចំណេះដឹងរបស់យើងជាមុនណាយើងត្រូវតែធ្វើខ្លួនយើងឲ្យរីកចម្រើនជាងមុនហើយនៅពេលដែលយើងខ្លួនយើងហ្នឹងយើងមានចំណេះដឹងយើងមានជំនាញបាទយើងមានទេពកោសល្យយើងមានសិល្បៈខ្ពស់ហើយពេលយើងយកអាហ្នឹងទៅយកចិត្តអ្នកដទៃទៅអែបអបអ្នកដទៃគេក៏ចង់ឲ្យយើងអែបអបគេដែរពីព្រោះពេលដែលយើងទៅអែបគេកាន់តែមាំ
ពេលដែលយើងទៅអបគេកាន់តែមាំហ្នឹងហើយតែផ្ទុយទៅវិញបើសិនជាចិត្តគំនិតយើងនៅវាអន់យើងទៅអែបគេយើងទៅអបគេដូចយើងបញ្ញាក្អែកទៅទុំគេអញ្ចឹងហ្នឹងហើយទុំអ្នកណាធ្វើទុំដើមណាធ្វើឲ្យដើមនឹងខ្សោយទៅជាស្លាប់ហ្នឹងអញ្ចឹងខ្ញុំចង់លើកគំនិតហ្នឹងខ្ញុំចង់ឲ្យបងប្អូនយល់ថាអត់ទេយើងមិនមែនគ្រាន់តែចង់ទៅអែបអបគេដូចអាដែងជាបញ្ញាក្អែកទេហ្នឹងហើយបាទគឺយើងគាត់ចង់ទៅជាដើមឈើមួយដែលពេលដុះអែបគេនៅពេលដែលយើងចាក់ឫសទៅក្រោមគឺយើងជួយចិញ្ចឹមដើមឈើដែលនៅក្បែរហ្នឹងទៀតឲ្យមានកម្លាំងលូតលាស់ហើយយើងទាំងពីរនឹងឈរអែបគ្នាវាទប់ខ្យល់បានហ្នឹងហើយបាទហើយពេលដែលយើងមានផ្កាមានស្លឹកជ្រុះមកយើងคลายជាជីចិញ្ចឹមគ្នាទៅវិញទៅមកហ្នឹងហើយនេះអញ្ចឹងឲ្យយល់ថានេះអាយកចិត្តឬអែបអបវាមានន័យអញ្ចឹងវាចេញពីកម្លាំងរបស់យើងអត់អាចគ្រាន់តែយើងទៅតោងឬក៏យើងទៅពឹងគេហើយក្រោយមកការពិតធ្វើឲ្យអ្នកដែលយើងទៅពឹងអ្នកដែលយើងទៅតោងនោះកាន់តែចុះខ្សោយទេហ្នឹងហើយបើខ្លួនយើងវាខ្លាំងយើងទៅអែបគេកាន់តែខ្លាំងតែបើសិនជាយើងវាខ្សោយដល់ពេលយើងទៅអែបគេធ្វើឲ្យគេហ្នឹងវាចុះខ្សោយមកកម្រិតទៀតណាហើយពេលខ្លះយើងទៅយល់ថាអ្នកខ្លះហេតុអីបានយើងទៅរកគេទៅអែបគេអត់ចូលចិត្តមានអ្នកខ្លះសួរខ្ញុំច្រើនណាថាចង់ឃើញគេធំចង់ទៅអែបគេដែរហ្នឹងហើយគេប៉ុន្តែមើលទៅដូចគេមិនព្រមឲ្យយើងនេះឬក៏ចូលមិនចោះសោះឃើញគេមានក៏ចង់ស្វែងយល់ពីគេដែរតែមើលទៅដូចជាចូលមិនចោះសោះខ្ញុំឆ្លើយត្រឡប់មកវិញហើយខ្ញុំក៏ឆ្លៀតជូនចំណិតនឹងនៅថ្ងៃនេះដែរថាចូលខ្លួនឯងឲ្យចុះសិនហ្នឹងកុំខ្វល់រឿងចូលជាមួយអ្នកដទៃចុះហ្នឹងចូលខ្លួនឯងឲ្យចុះដាក់ចំណេះដឹងដាក់ជំនាញចូលបញ្ចុះចូលក្នុងខ្លួនយើងនៅឲ្យខ្លាំងហ្នឹងហើយនៅពេលដែលគេមើលឃើញយើងណាភាពខ្លាំងចេញពីយើងទៅជួនកាលយើងមិនបាច់ទៅរកគេទេអត់សំខាន់អ្នកនឹងមានឬធំទេសំខាន់ឲ្យតែយើងខ្លាំងគេចង់បានយើងទៅហើយតែបើសិនជាយើងខ្សោយប្រហែលជាគេត្រូវតែកិច្ចយើងហើយព្រោះពេលដែលយើងក្នុងស្ថានភាពដូចគេវិញយើងក៏ចង់កិច្ចដូចគ្នាដែរហ្នឹងពេលព្រោះបងប្អូនត្រូវយល់កាន់តែធំកាន់តែមានពេលវេលាកាន់តែក្រហ្នឹងហើយអញ្ចឹងយើងអត់ចង់ខាតពេលជាមួយអ្នកដែលចង់និយាយថាខ្មែរយើងថាអីបែបផ្កាយណាហ្នឹងហើយអញ្ចឹងគឺយើងមើលខ្លួនយើងខំប្រឹងអភិវឌ្ឍខ្លួនឯងហ្នឹងហើយខំប្រឹងអភិវឌ្ឍខ្លួនឯងឲ្យចិត្តគំនិតយើងនឹងវាខ្លាំងបាទហើយចាំយើងទៅគិតថាចង់អែបអ្នកណាខ្ញុំគិតថាមិនពិបាកអែបទេពីព្រោះយើងអែបគេទៅគេខ្លាំងហ្នឹងហើយកុំទៅអែបគេឲ្យគេខ្សោយហើយយើងខ្លួនយើងក៏ចង់បានអញ្ចឹងដែរយើងអត់ចង់ទៅក្បែរអ្នកណាដើម្បីឲ្យគេកាន់តែខ្សោយទេយើងចង់ទៅក្បែរអ្នកណាឲ្យគេកាន់តែខ្លាំងជាងមុនហ្នឹងហើយអញ្ចឹងនេះជាគំនិតដែលទី6ឬក៏អាចថាគំនិតចុងក្រោយនៅក្នុងវគ្គនេះសម្រាប់ដែលចែករំលែកជូនបងប្អូនបាទអរគុណលោកគ្រូខ្ញុំអត់ចង់ចប់ទេខ្ញុំនៅតែនិយាយដដែលប៉ុន្តែគោលគំនិតសំខាន់ឬក៏របស់ឆ្ងាញ់មិនមានច្រើនទេបាទมันមានច្រើនទេបើមានច្រើនពេកទៅជារបស់ដែលលែងឆ្ងាញ់ឬក៏ទៅជារបស់ដែលលែងល្អហើយនៅលើโลกនេះអ្វីដែលកម្រគឺថ្លៃបំផុតបាទអ្វីដែលកម្រគឺថ្លៃបំផុតអញ្ចឹងគោលគំនិតទាំង6នេះគឺជាគោលគំនិតដែលកម្រអាចនិយាយបានថាបងប្អូនប្រហែលជាមិនងាយឮកន្លងមកទេហើយក៏មិនងាយឮការចែករំលែកចេញពីលោកគ្រូផ្ទាល់តែម្ដងដោយបណ្ដុំនៅគោលគំនិតសំខាន់ទាំង6នេះដែរអញ្ចឹងលោកគ្រូខ្ញុំមិនមានអ្វីច្រើនទេខ្ញុំមិនមានអ្វីថែមទេដោយសារតែល្អខ្លាំងមែនទែនហើយខ្ញុំជក់ចិត្តខ្លាំងមែនទែនខ្ញុំមានតែការអរគុណលោកគ្រូសម្រាប់ការចូលរួមនៅក្នុង podcast ទី4រដូវកាលទី1នេះហើយខ្ញុំក៏សូមគោរពជូនពរលោកគ្រូបាទលោកគ្រូជួបប្រទះនៅបាទពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈបាទកំបីឃ្លៀងឃ្លាតឡើយបាទអរគុណសុខភាពល្អជាចំណុចសំខាន់ចម្បងតែម្ដងអរគុណហើយកណាសូមអរគុណនិងអរគុណហើយថ្លែងគុំលានិងជម្រាបលាបាទខ្ញុំក៏សូមអរគុណដល់បងប្អូនអរគ្នាដែលតាមដាននៅអេពីសូតទី4រដូវកាលទី1នេះតាំងពីដើមរហូតដល់ចប់ហើយខ្ញុំសូមបញ្ជាក់ឡើងវិញសូមបងប្អូនចូលរួមទស្សនាតាំងពីដើមឲ្យដល់ចប់ហើយក្រោយពេលបងប្អូនទស្សនាហើយបើសិនជាអាចទេសូមបងប្អូនធ្វើការចែករំលែកទៅកាន់បងប្អូនមិត្តភ័ក្តិមនុស្សដែលស្គាល់គ្នាដើម្បីបានកើតជាប្រយោជន៍ដល់ពួកគាត់ផងចុះសូមអរគុណសូមជម្រាបលា